ជំរាបសួរក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី15នៃវីដេអូបន្តអ្នកទាំងអស់គ្នាហើយវីដេអូនេះដែរគឺនាំអារម្មណ៍ពុកម៉ែបងប្អូនទស្សនារមណីយដ្ឋានមួយកន្លែងដែលនៅក្នុងស្រុកស្ទឹងហាវហើយរមណីយដ្ឋាននេះគឺគេបានបិទអស់ការរយៈរៀងយូរដែរពុកម៉ែបងប្អូនទាំងអស់គ្នាតាំងពីវិបត្តិ COVID ដូចជាវិបត្តិដែលថាចិនអនឡាញគាត់មានបញ្ហានៅកន្លែងហ្នឹងហើយរមណីយដ្ឋាននេះដែរគឺគេហៅឈ្មោះថារមណីយដ្ឋានព្រៃកោងកាងហើយនឹងថ្មយៈពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាទេសភាពក៏ដូចជាទិដ្ឋភាពនៅតំបន់ទេសចរព្រៃកោងកាងនិងថ្មយៈនឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះមើលថ្មហ្នឹងធំហើយមានដុះលើគ្នាអញ្ចឹងណាហើយក៏គេដាក់ឈ្មោះឲ្យថាថ្មយៈអញ្ចឹងទៅព្រោះថ្មហ្នឹងវាធំចម្លែកខុសគេហើយថ្មផ្សេងទៀតនេះគឺវាតូចទៅតាមធម្មជាតិអញ្ចឹងហើយនេះមកបង្ហាញពុកម៉ែបងប្អូនអំពីតម្លៃកញ្ចក់ដែលពុកម៉ែបងប្អូនមកជាលក្ខណៈគ្រួសារឬជាលក្ខណៈក្រុមគ្រួសារច្រើនគ្នាអញ្ចឹងគឺគាត់មានកន្លែងដែលយើងជួលអង្គុយលេងអង្គុយហូបអាហារស្រស់អាហារថ្ងៃត្រង់អាហារពេលល្ងាចអញ្ចឹងដែរហើយសម្រាប់បងប្អូនដែលចង់មកទស្សនាកម្សាន្តឥឡូវហ្នឹងគឺគេចាប់ផ្ដើមបើកវិញហើយបាទនិយាយពីទីកន្លែងវិញពុកម៉ែបងប្អូនទាំងអស់គ្នាគឺទីកន្លែងហ្នឹងធំទូលាយហើយល្វឹងល្វើយមែនតើហើយរួមដីគេធំណាអ្នកទាំងអស់គ្នាចូលលក្ខណៈ100ហិកតាជាងហ្មងព្រោះតាំងពីច្រកចូលមកដល់កន្លែងហ្នឹងគឺបើយើងដើរធម្មតាហ្នឹងវាអាចនឹងហត់បែកញើអីចឹងដែរណាព្រោះវាធំពេកអ្នកទាំងអស់គ្នាចឹងបានពុកម៉ែបងប្អូនខ្លះគាត់មកគាត់ជិះម៉ូតូជិះឡានហ្នឹងគាត់អាចដើរកំសាន្តតែលើស្ពានឈើហ្នឹងក៏បានប៉ុន្តែម៉ូតូឡានពួកគាត់អាចមើលឃើញហើយមានសន្តិសុខគេនៅថែរក្សាអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយនិយាយពីទេសភាពទីកន្លែងគឺគេរៀបចំបានស្រស់ស្អាតមែនទែនហើយអានេះដើមកោងកាងពុកម៉ែបងប្អូនទាំងអស់គ្នាហើយដើមកោងកាងហ្នឹងគឺមានជាកញ្ចក់មានជាអីនៅក្នុងហ្នឹងដែរប៉ុន្តែទៅមុខវីដេអូទៀតពុកម៉ែបងប្អូនទាំងអស់គ្នានិយាយពីថាទីកន្លែងហ្នឹងគឺធំទូលាយហើយកញ្ចក់ហ្នឹងក៏ធំហើយនេះយើងមកដើរនៅលើស្ពានឈើហើយអាស្ពានឈើហ្នឹងគឺយើងអាចថតរូបលក្ខណៈក្រុមគ្រួសារឬជាលក្ខណៈថត TikTok Facebook អីបានអញ្ចឹងណាប៉ុន្តែគេមិនអនុញ្ញាតឲ្យយើងយកម្ហូបអាហារទៅបរិភោគនៅលើស្ពានហ្នឹងទេព្រោះតែយើងយកទៅហ្នឹងគឺគេពិន័យយើង$10ពីលើអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនេះយើងបានធ្វើដំណើរចុះទៅស្ពានឈើហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាយើងចុះទៅស្ពានឈើហ្នឹងមើលទៅនេះហើយស្ពានឈើគេហ្នឹងរៀងឆ្ងាយដែរពុកម៉ែបងប្អូនទាំងអស់គ្នាហើយអានេះទេសភាពថ្មក៏ដូចជាស្ពានឈើគេហ្នឹងតែនិយាយពីរួមមើលទៅគឺស្រស់ស្អាតមែនតើហើយយើងថតរូបថតអីស្ទួចត្រីស្ទួចអីបានហើយបោះតង់ហ្នឹងក៏បានទៀតអ្នកទាំងអស់គ្នាហើយនេះមើលស្រឡះល្វឹងល្វើយស្រឡះមុខស្រឡះមាត់ហើយបរិយាកាសក៏ដូចជាខ្យល់អាកាសហ្នឹងគឺស្រស់ស្រាយមែនតើហើយស្រស់ស្អាតមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយគឺគេមិនឲ្យយកហូបចំណីអាហារមកទីនេះដែរចឹងពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ